ទៅតាមសម្ព័ន្ធមិត្តរបស់អាមេរិកគឺអ៊ីស្រាអែលនិងអាមេរិកទេបើចង់បាញ់សន្ធាប់បន្ថែមគឺបន្ថែមបើថាអត់ទេគឺអ៊ីរ៉ង់ហាក់បីដូចជានៅចាំតែសង្ងំការពារខ្លួនបាញ់ម្ដងម្កាលជាពិសេសច្រកសមុទ្រ Hormuz ដែលដឹកប្រេងចេញអីចឹងឥឡូវនេះលោកត្រាំនិយាយបែបនេះមានរឿងពីរមួយទៀតគឺថាចង់ឲ្យវាបិទបញ្ចប់ឆាប់ប៉ុន្តែក្នុងពេលជាមួយនេះកំពុងតែបញ្ជូនកងកម្លាំងរបស់អាមេរិកតាមកប៉ាល់ចម្បាំងទៅមជ្ឈិមបូព៌ា 2500 នាក់គាត់ថានឹងបិទបញ្ចប់ប៉ុន្តែបញ្ជូនកម្លាំងទ័ពអាមេរិកដែលជាទ័ពជើងគោកហ្នឹងណាទៅតំបន់មជ្ឈិមបូព៌ាតែលោកបានប្រកាសថ្ងៃនេះច្បាស់លាស់ថាអាមេរិកនឹងមិនយកទ័ពថ្មើរជើងណាម្នាក់ទៅជន់លើទឹកដីអ៊ីរ៉ង់ទេបានន័យថាមិនបញ្ជូនទៅទឹកដីអ៊ីរ៉ង់ទេអញ្ចឹងបានលោកភ័យដែរព្រោះអីប្រជាពលរដ្ឋអាមេរិកអត់ចង់ឲ្យដាក់ទ័ពថ្មើរជើងរបស់អាមេរិកនៅលើទឹកដីអ៊ីរ៉ង់ទេព្រោះខ្លាចស្លាប់ទាហានអាមេរិកដោយឥតប្រយោជន៍អញ្ចឹងបើសិនជាវាយពីលើអាកាសបានអីហ្នឹងក៏គេមិនសូវគ្រប់គ្រងផងគាត់ថាឥឡូវយកមនុស្សទៅស្លាប់ទៀតខ្ញុំជឿថាលោកត្រាំគាត់មិនអាចនឹងមកប្រាប់ប្រជាពលរដ្ឋអាមេរិកដើម្បីឲ្យស្ងប់ចិត្តទេព្រោះមកដល់ម៉ោងនេះទាហានអាមេរិកចំនួន13រូបហើយដែលបានពលីនៅក្នុងសមរភូមិនៅឯប្រទេសអ៊ីរ៉ង់តាមពិតគាត់មិនមែនស្លាប់នៅក្នុងអ៊ីរ៉ង់ទេស្លាប់នៅក្នុងសង្គ្រាមព្រោះយើងដឹងហើយលើកទី1នៅពេលដែល drone របស់អ៊ីរ៉ង់បាញ់ត្រូវមូលដ្ឋានទ័ពយោធាអាមេរិកនៅគូវេតស្លាប់ទាហានអស់6នាក់ហើយក្រោយមកទៀតទាហាន6នាក់ទៀតស្លាប់ដោយសារតែអាយន្តហោះដឹកប្រេងទៅចាក់ប្រេងនៅលើអាកាសរបស់គាត់ហ្នឹងប៉ះគ្នាមិនមែនត្រូវការបាញ់ប្រហារទេគឺប៉ះគ្នានៅលើអាកាសហ្នឹងក៏ធ្លាក់ឆេះទៅគឺស្លាប់មនុស្សអស់6នាក់ទៀតយន្តហោះមួយគ្រឿងទៀតចុះចតដោយសុវត្ថិភាពអញ្ចឹងអស់12នាក់នៅក្នុងហ្នឹងក៏មានទាហានអាមេរិកដែលក្នុងបេសកកម្មហ្នឹងស្លាប់ដោយជំងឺរោគគាពៀតទេអញ្ចឹងស្លាប់អស់13នាក់ហើយមកដល់ម៉ោងហ្នឹងប៉ុន្តែបងប្អូនទាហានអាមេរិកស្លាប់13នាក់ហ្នឹងមិនមែនស្លាប់នៅទឹកដីអ៊ីរ៉ង់ទេគឺនៅគូវេតឬក៏នៅដែនដីនៅប្រទេសអ៊ីរ៉ាក់ឯណោះទេនៅលើអាកាសហ្នឹងក៏នៅអ៊ីរ៉ាក់ដែរហើយម្សិលមួយថ្ងៃហ្នឹងទើបតែយន្តហោះអាមេរិកមួយដែលយើងដឹងហើយយន្តហោះអាមេរិក3គ្រឿងកាលពីក្នុងសង្គ្រាមហ្នឹងគឺ F16 ហ្នឹងត្រូវបានកញ្ជ្រួចអ៊ីរ៉ង់បាញ់ត្រូវ3គ្រឿងក៏ប៉ុន្តែពីលុត6នាក់ហ្នឹងគឺលោតឆាត់យងរួចមានសុវត្ថិភាពធ្លាក់តែយន្តហោះទេតែម្សិលមួយថ្ងៃមានយន្តហោះ F35 របស់អាមេរិកដែលជាយន្តហោះតម្លៃ$77 លានមួយគ្រឿងហ្នឹងគឺត្រូវបង្ខំចុះចតនៅទីទួលមានសុវត្ថិភាពនៅក្នុងដែនយោធារបស់អាមេរិកក្រោយអ៊ីរ៉ង់បាញ់ត្រូវបាទនេះគឺជាលើកទី1ដែលមានសេចក្តីរាយការណ៍ថាកញ្ជ្រួចអ៊ីរ៉ង់បាញ់ត្រូវយន្តហោះ F35 របស់អាមេរិកប៉ុន្តែមិនមានគ្រោះថ្នាក់មិនមានអីដល់ថ្នាក់ស្លាប់ទាហានទេព្រោះយន្តហោះនោះបើកចុះមកវិញនៅដល់កន្លែងគោលដៅសុវត្ថិភាពគាត់ថាអ៊ីរ៉ង់អស់មានយន្តហោះបដិញហើយបាញ់នេះគឺមីស៊ីលបាញ់ចេញពីប្រព័ន្ធក្រោមដីទេហើយអាមេរិកនៅពេលមីស៊ីលបាញ់ចេញពីក្រោមដីហ្នឹងគឺព្យាយាមកំទេចប៉ុន្តែអ៊ីរ៉ង់ណាសង់អាអ្វីដែលនៅក្រោមដីនឹងរាប់ទសវត្សទៅហើយអញ្ចឹងគេសង្ងំតែសង់ទេគឺមានអា drone ផងមានអាកញ្ជ្រួចហ្នឹងនៅច្រើនណាស់ប៉ុន្តែអាមេរិកកំពុងតែចាំមើលដូចយើងចាក់ទឹករុនណែកត្រលអញ្ចឹងចង្រិតដូងណាបងប្អូនតែយើងឃើញចេញមកកន្លែងណាចាប់ក្បួយកកន្លែងហ្នឹងអញ្ចឹងអាមេរិកកំពុងតែចាំមើលយកយន្តហោះបដិញបត្រុយទៅតាមលើដែនអាកាសរបស់អ៊ីរ៉ង់អញ្ចឹងទៅដូចតាក់ម៉ួយអញ្ចឹងណានឹងគេហៅផ្កាននងនឹងបបក់ហ្នឹងផ្លែងៀងបបក់បើឃើញថាអ៊ីរ៉ង់បាញ់ចេញពីកន្លែងណាមួយគឺសន្ធាប់ទម្លាក់គ្រាប់ប្រភេទគ្រាប់ដែលទម្ងន់ដល់ទៅរាប់តោនហ្នឹងដើម្បីខួងចូលក្រោមដីកន្លែងកញ្ជ្រួចហ្នឹងដូច្នេះអ៊ីរ៉ង់ដល់ពេលដែលត្រូវតែលើកទង់សនៅពេលណាមួយជាមិនខានព្រោះអីទៅលែងរួចហើយចង់និយាយថាបានតែសំងំដើម្បីតែបាញ់តបអញ្ចឹងអាមេរិកនឹងសម្រុកមកក្តាំងទៀតពេលដែលពងបិទហ្គានេះឬក៏បន្ថយលបឿននេះគឺក្នុងន័យថាសរុបមកប្រាវគឺឲ្យបិទឲ្យចប់សង្គ្រាមនៅអ៊ីរ៉ង់ក្នុងរយៈពេល6សប្តាហ៍យ៉ាងយូរដោយអ្នកស្រី Caroline និយាយអញ្ចឹងក្នុងពេលជាមួយគ្នាហ្នឹងអាមេរិកបានដាក់ចប់សុំកញ្ចប់ថវិកាទៅរដ្ឋសភា$200,000 លានសម្រាប់បិទបញ្ចប់សង្គ្រាមនៅអ៊ីរ៉ង់នេះចឹងលុយនេះគឺច្រើនមែនតើបងប្អូន$200,000 លានស្មើនឹងថវិកានៅប្រទេសកម្ពុជាចាយ20ឆ្នាំគាត់ថាថវិកាសម្រាប់ដើម្បីទៅ
ទប់គេហៅក្របរំសេវនិងសពាវុធអីព្រោះអីបាញ់មកប្រាវនេះអស់មកកណដែរបងប្អូនគាត់ថាសង្គ្រាមតែប្រហែលថ្ងៃមួយអាទិត្យដំបូងអាមេរិកចំណាយលុយអស់ជាង11,000 លានដុល្លារបាទមួយថ្ងៃចំណាយជាង1000 លានដុល្លារឬក៏ថា1000 លានដុល្លារជាងមួយថ្ងៃអញ្ចឹងគ្រាន់តែមួយអាទិត្យហ្នឹងអាមេរិកចាយលុយសម្រាប់ទ័ពដែលទម្លាក់គ្រាប់នៅអ៊ីរ៉ង់ហ្នឹងអស់ស្មើនឹងថវិកាជាតិកម្ពុជាជាង1ឆ្នាំដែលត្រូវចាយជាង1ឆ្នាំអាមេរិកទម្លាក់គ្រាប់តាមមួយអាទិត្យទេអស់លុយប៉ុណ្ណឹងឥឡូវអាមេរិកត្រូវការលុយ200,000 លានដុល្លារពីរដ្ឋសភាដើម្បីជួយបន្ថែមគ្រាប់រំសេវនិងគ្រឿងសពាវុធព្រោះអីអាមេរិកអះអាងថាបើអត់បានលុយប៉ុណ្ណឹងគឺវាខ្លាចអាស្តុកនៃគ្រាប់រំសេវហ្នឹងវាស្បើយដែរព្រោះអីជួយអ៊ីរ៉ង់ជួយអ៊ុយក្រែនច្រើនពេកអាមេរិកជួយអ៊ុយក្រែនច្រើនមែនយកគ្រាប់រំសេវទៅជួយអ៊ុយក្រែនវាយនៅរុស្ស៊ីដល់អញ្ចឹងខ្លួនត្រូវការដើម្បីផលិតឬក៏ស្តុកអាគ្រាប់រំសេវសពាវុធហ្នឹងបន្ថែមសុំសភា200,000 លានដុល្លារដែលស្មើនឹងថវិកាជាតិកម្ពុជា20ឆ្នាំបើសិនជាលុយនឹងយកមកឲ្យជួយកម្ពុជាបែររកស៊ីអីសោះ20ឆ្នាំគឺចាយចាស់ប៉ុន្តែឥឡូវនេះសភាកំពុងតែពិនិត្យពិចារណាមិនដឹងថាតើបានយ៉ាងណាខ្ញុំជឿថា100%ខាងគណៈបកប្រឆាំងគឺគណៈបកប្រជាធិបតេយ្យច្បាស់ជាមិនព្រមតាមសំណើថាវិការនឹងទេមានតែខាងសាធារណរដ្ឋរបស់លោកត្រាំតែប៉ុណ្ណោះដែលព្រមហើយទុកឲ្យគាត់ដោះស្រាយទៅគាត់ថារឿងនេះក៏បញ្ជាក់បានថាសង្គ្រាមនៅអ៊ីរ៉ង់នេះគឺវាកាន់តែជិតបិទបញ្ចប់ប៉ុន្តែក៏មានរូបភាពមួយថាអាមេរិកបញ្ជូនទ័ពបញ្ជូនអីទៅមជ្ឈិមបូព៌ាបាទន័យថាម៉េចគឺសន្ធាប់ឲ្យខ្លាំងវាយផ្ដាច់ព្រាត់ឬក៏យ៉ាងម៉េចបាទអញ្ចឹងយើងតាមដានរឿងនេះតទៅទៀតបងប្អូនហើយនៅក្នុងពេលនេះគឺខ្ញុំថាយប់ជ្រៅណាស់ទៅហើយព័ត៌មានដែលខ្ញុំបានសង្ខេបជូនបងប្អូនសន្មតចាប់ត្រឹមប៉ុណ្ណេះហើយយើងនឹងជួបគ្នានៅរាត្រីស្អែកទៀតបាទរាត្រីសួស្តីបងប្អូននៅប្រទេសកម្ពុជាអរុនសួស្តីថ្ងៃចុងសប្តាហ៍បងប្អូននៅសហរដ្ឋអាមេរិកនិងនៅទីផ្សេងដែលថ្ងៃរះបាទសូមអរគុណសូមជម្រាបលាជាតិជាន់ខ្ពស់ក៏បានលើកឡើងតាក់ទងនឹងរឿងកាមេរ៉ាសុវត្ថិភាពនៅម្ដុំនឹងបង្ហាញមកថាតាមពិតអ្នកដែលបើករថយន្តនឹងគឺជាស្ត្រីនោះទេមិនមែនជាបរិះកូនអភិបាលខ្ញុំថាការដែលមានការអះអាងពីមន្ត្រីសមត្ថកិច្ចអំពីថាការពិតគឺកាមេរ៉ាសុវត្ថិភាពបង្ហាញថាស្ត្រីនោះគឺជាអ្នកបើករថយន្តដោយអ្វីដែលស្ត្រីនោះអះអាងមែនបរិះនោះវាគួរតែរងាប់ភាពរំជើបរំជួលសង្ស័យរបស់សាធារណជនបានអត់ទៀតពេលដែលមន្ត្រីប៉ូលីសនិយាយដូច្នេះសាធារណជនទូទៅវិភាគបែកខ្ទិះទៀតគេថាមើលរូបបរោះនៅក្នុងឡានខោថតទៅពណ៌ដូចជាទឹកប៊ិចអីបន្តិចចឹងទៅហាខោថតនៅកន្លែងកាត់ហេតុពណ៌ខ្មៅអានៅក្នុងឡានដែលអង្គុយនៅក្នុងកន្លែងកៅអីរបស់អ្នកដំណើរដែលកៅអីបើកឡានហ្នឹងគឺជាកៅអីដែលគួរតែគាត់អង្គុយគេថាអាហ្នឹងគឺជារូបកាត់តឬក៏រូបអីហើយអំបោះហ្នឹងក៏បាត់ពីដៃអាសក់នឹងកាត់កាលពេលថតនៅអាកន្លែងអង្គុយនៅខាងកៅអីអ្នកដំណើរនេះគឺជាសក់វែងដល់ពេលអារូបថតនៅកន្លែងកាត់ហេតុសក់ខ្លីអូយវិភាគនោះវិភាគលោកឲ្យលោកខ្ញុំសុំសរសើរដោយស្មោះអស់ពីដួងចិត្តហើយប៉ាកែមែនប៉ុន្តែបានអីមកវិញបងប្អូនយើងដឹងហើយថាបញ្ហានេះមិនមែនរឿងអ្នកណាបើករថយន្តទេមិនមែនរឿងតែគ្រោះថ្នាក់នឹងទេគឺរឿងសង្គមដែលកំពុងតែមានបញ្ហាអយុត្តិធម៌បញ្ហាអន្តរាគមន៍បញ្ហាអ្នកធំអ្នកមានអំណាចរួចខ្លួនរហូតវប្បធម៌នីតិរដ្ឋភាពប្រែថាភាពដែលប្រព្រឹត្តខុសអត់ទោសបើសិនជាយើងជាអ្នកមានលុយមានប្រាក់មានកាងមានខ្សែតែបើសិនជាបងប្អូនប្រជាពលរដ្ឋអ្នកស្រែចម្ការជាប់គុកសំបីតែលួចលហុងលួចចេកមួយស្ទងអានេះជារឿងត្រូវកែសម្រួលសង្គមយើងឡើងវិញខ្ញុំសុំមិនសន្និដ្ឋានថាអ្នកណាបើកឡានអ្នកណាមិនបើកឡានកូនអភិបាលស្រុកឬកូនមិនអភិបាលស្រុកខ្ញុំអត់មានទៅវែកញែករឿងហ្នឹងហើយខ្ញុំអត់កាន់ជើងអ្នកណាទាំងអស់ទុកឲ្យសមត្ថកិច្ចដោះស្រាយសម្រាយបកស្រាយឲ្យរងយុត្តិធម៌ជូនជនរងគ្រោះព្យាបាលគាត់ទៅតែខ្ញុំថាសូមឲ្យបងប្អូនទាំងអស់យកបញ្ហានេះមករៀនសូត្ររឿងពីរដែលត្រូវរៀនសូត្រហើយត្រូវកែតម្រង់ទី1ភាពពពាក់ពពូននៃ MMO
ល្មមបានហើយបងប្អូនយើងចង់បានលុយចង់បាន like ចង់បាន shares បងប្អូនមិនមែនទៅដើម្បីរកយុត្តិធម៌ឲ្យជនរងគ្រោះទេបងប្អូនទៅនេះគឺដើម្បី like ដើម្បី share នៃកាពះបាយ3ពេលរបស់បងប្អូនទេព្រោះទង្វើរកយុត្តិធម៌ឲ្យជនរងគ្រោះគេគ្មានអ្នកណាគេធ្វើដោយអស់លោកទេបើធ្វើបានជោគជ័យនៅអាមេរិកម៉ោងនេះប្រហែលជាយើងដើរមិនរួចទេព្រោះគ្រោះថ្នាក់ចរាចរណ៍មានក្រុម MO មក20 30នាក់មកថតប្រសាទពេញផ្លូវអត់បាច់ធ្វើអីទេស្ទះឡានស្ទះម៉ូតូមិនអាចទៅធ្វើការអីបានទេអូអត់រំលងបែបនេះសង្គមនេះវានៅកាំងស្ញែងអញ្ចឹងហើយតែអត់ដែលឃើញមានសោះនៅស្រុកដែលប្រជាធិបតេយ្យល្អសេរីត្រឹមទៅវាអត់ណាវាទៅជាប្រទេសយើងដែលអះអាងថាមានប្រជាធិបតេយ្យកោះសន្តិភាពមានសេរីភាពមកពេញទំហឹងវាទៅជាអញ្ញាអាណាធិបតេយ្យចឹងទៅវិញអញ្ចឹងរូបភាពនេះគឺជារូបភាពមួយដែលមិនល្អតតែសោះឲ្យកាត់បន្ថយឲ្យអាញាធមមានសមត្ថកិច្ចត្រូវចាត់វិធានការឡើងវិញប៉ុន្តែយើងទៅពិបាកបន្ទោសបងប្អូន MMO ទៀតណារឿងមួយបើសិនជាគាត់អត់ចោះទៅផ្សព្វផ្សាយទេជួនកាលរឿងហ្នឹងបាត់ឈឹងតែម្ដងអត់តែម្ដងណែវាចេះតែវិញទៀតរឿងវាតែអញ្ចឹងគឺគេលឹមលំសុំកលុំគ្នាបាត់ស្ងាត់ឈឹងហុចលុយហុចកាក់អីចុះឡើងទៅរួចខ្លួនអស់អញ្ចឹងយុតិធម៌មិនដឹងនៅឯណាដល់ពេលពួកគាត់អញ្ចឹងទៅវាអាចជួយដាស់សតិអាញាធរត្រូវគេបញ្ញាប់ចេញអាកាមេរ៉ាសវត្ថិភាពផងបញ្ញាប់បកស្រាយប្រជាពលរដ្ឋគិតថាបើអត់ដាក់សម្ពាធចាស់អាញាធរដូចថាប្រហែលជាមិនសវ៉ាស្ទិញអញ្ចឹងពេកទេខ្ញុំថាម៉ោងនេះគួរតែឲ្យសញ្ញាអញ្ញាធរមានសមត្ថកិច្ចយើងគួរតែបង្កើនសេចក្តីទុកចិត្តលើស្ថាប័នរដ្ឋយើងអត់មានការទុកចិត្តគ្នាទាស់តែសោះតែម្ដងហើយដល់អញ្ចឹងមិនដឹងធ្វើការយ៉ាងម៉េចបងប្អូនយូសូម្បីតែអាញាធរហ្នឹងក៏លុះក្រោមឥទ្ធិពលតឡាការ Facebook ហ្នឹងដែរត្រូវតែចេញសារនេះចេញសារនោះថតវីដេអូនេះយកអីមកបំភ្លឺអញ្ចឹងទៅដោយសារអីបើខ្លួនឯងវាអត់គេអត់ទុកចិត្តដល់អញ្ចឹងទៅចេះតែបន្សាព័ត៌មានហ្នឹងតិចទៅកុំឲ្យវាវល់វាពុលពេកដូច្នេះបងប្អូនត្រឡប់មកវិញគឺរឿងទី1គឺរឿង MMO មិញហ្នឹងគឺប្រពាក់ប្រពូនខ្លាំងសម្បើមណាស់អាណាធិបតេយ្យខ្លាំងណាស់តែទី2គឺរឿងនីតិរដ្ឋរឿងស្ថាប័នរឿងបកពួកនិយមរឿងអំពើពុករលួយរឿងនីតិរដ្ឋភាពហ្នឹងគឺយើងនៅតែលឺដដែលសូមជួយកែផងដើម្បីឲ្យរឿងនេះគឺវាឆាប់ចប់រឿងព្រំដែននោះរកម្មចិត្តសឹងស្លាប់ខ្លួនឥឡូវអូសអត់ផុតពីរឿងគ្រោះថ្នាក់ចរាចរណ៍ដើម្បីឲ្យកូនលោកអភិបាលកងមាសទទួលខុសត្រូវអ្នកណាទទួលខុសត្រូវអត់ចង់បានយើងដំបូងយើងចង់បានថាអ្នកណាទទួលខុសត្រូវឥឡូវមានអ្នកទទួលខុសត្រូវជាស្ត្រីមួយអត់ចង់បានតើតែកូនអភិបាលហ្នឹងព្រោះអីអត់ចូលចិត្តពួកអាជ្ញាធរអន្តរាគមនិយាយទៅគឺគាត់ខឹងតែម្ដងខឹងចង់ឲ្យតែអ្នកដែលជាអ្នកមានអំណាចហ្នឹងជាប់គុកព្រោះប្រជាពលរដ្ឋកំពុងក្តៅក្រហាយនឹងអាជ្ញាធរគឺចង់ឲ្យឃើញអាជ្ញាធរហ្នឹងទទួលបាបកម្មទទួលផលគេហៅសាបព្រោះខ្យល់ទទួលផលជាព្យុះសង្គ្រាអីអាម៉េចនោះណាអានេះគឺគេចង់អញ្ចឹងទៅវិញប្រជាពលរដ្ឋកំពុងបង្ហាញអញ្ចឹងហើយអស់លោកដឹងហើយគេស្អប់អាជ្ញាធរមែនតើស្អប់អាជ្ញាធរមានសមត្ថកិច្ចស្អប់កូនលោកធំស្អប់អ្នកមានអំណាចស្អប់ការប្រើប្រាស់លុយនៅក្នុងទឹកភ្នែករាជព្រោះអស់លោកមានលុយមានអីផឹកស៊ីសវឹងអួតនួដើរបុកគេគ្នារកតែលុយអង្គច្រកឆ្នាំងបាយ3ពេលអត់បានយើងមានលុយចូលការ៉ាអូខេស្រីញីអូនបងហើយទៅបើកប្រទេសផ្ដាស់ឲ្យរួចខ្លួនទៀតអានឹងវាជាការរកម្មចិត្តប្រជាពលរដ្ឋអំពីគម្លាតអ្នកមានអ្នកក្រនៅក្នុងសង្គមនឹងទៀតដូច្នេះអារឿងហ្នឹងហើយដែលជាវិញ្ញាសាដែលយើងត្រូវមើលបងប្អូនបាទខ្ញុំសុំទោសខ្ញុំផ្អែមបន្លែបន្តិចដោយសារតែថ្ងៃនេះថ្ងៃសៅរ៍ខ្ញុំអត់ធ្វើការតាមទម្លាប់តែអត់ធ្វើការគឺខ្ញុំអាចនិយាយបានយូរប៉ុន្តែបើថ្ងៃច័ន្ទដល់សុក្រខ្ញុំធ្វើការដូច្នេះមានម៉ោងនាឡិកាប្រាប់មកថាត្រូវបញ្ចប់ព្រោះអីដល់ម៉ោងចូលធ្វើការយើងអាចហួសពេលគេបានទេតែដល់ពេលថ្ងៃនេះថ្ងៃសៅរ៍យប់ថ្ងៃសៅរ៍ចេះខ្ញុំអត់ធ្វើការដូច្នេះខ្ញុំថែមទៀតហើយខ្ញុំអធិស្ឋានផងបងប្អូនបលឹះលួសត្រង់ណាឥឡូវនេះយើងនិយាយអំពីយើងកំពុងតែមានបញ្ហានីតិរដ្ឋប្រព័ន្ធតុលាការយើងប្រជាពលរដ្ឋអត់ទុកចិត្តប្រជាពលរដ្ឋចង់ដោះស្រាយរឿងខ្លួនឯងមានអ្នកច្បាប់កម្ពុជាម្នាក់គាត់បានលើកឡើងអំពីកម្ពុជាដល់របត់ឬក៏ផ្លូវមួយដែលត្រូវកែតម្រង់បងប្អូនមិនមែនកែលំអទេណាកែតម្រង់ក្រមព្រហ្មទណ្ឌកម្ពុជាឡើងវិញខ្ញុំពេញចិត្តអ្នកច្បាប់រូបនេះណាខ្ញុំមិនដឹងថាតើខ្ញុំនឹងត្រូវសរសើរគាត់ឲ្យគាត់ស្លាប់ឬក៏បង្អាប់ឲ្យគាត់រស់យ៉ាងណាទេខ្ញុំសរសើរលោកឡុងបញ្ញវុឌ្ឍមិនមែនសរសើរឲ្យលោកស្លាប់ទេ
ហើយក៏ខ្ញុំមិនមានអីបង្អាប់លោកឲ្យលោករស់អីនោះដែរប៉ុន្តែព្រោះអីលោកប្រើវិជ្ជាជីវៈបច្ចេកទេសផ្លូវច្បាប់ចំណេះជំនាញជាបញ្ញវន្តច្បាប់លោកសរសេរព័ត៌មាននេះជាសាធារណៈទេគ្រាន់តែខ្ញុំពេញចិត្តនឹងអត្ថបទដែលលោកផ្សាយឲ្យបងប្អូនចង់ឃើញអត្ថបទចុះផ្សាយនៅក្នុងសារព័ត៌មាន The Cambodia ថ្ងៃនេះអំពីមតិរបស់លោកឡុងបញ្ញវុត្តទៅអានទាំងអស់គ្នាទៅជួយគ្រប់គ្រងមតិរបស់គាត់ផងព្រោះអ្នកច្បាប់ដូចលោកឡុងបញ្ញវុត្តនេះណាដូចលោកបណ្ឌិតកិនភាដែលនិយាយត្រូវអញ្ចឹងគឺជាត្បូងកម្រនៃបបៃលិនអស់ហើយយើងកាយបានត្បូងមួយហ្នឹងគឺបញ្ញាយមកមើលគ្នាអូយមានទៀតនៅមានទៀតងាប់ហើយកាយអស់ហើយនៅមានទៀតគឺថារំភើបវ៉ាដែលមានអ្នកដែលនិយាយត្រូវអ្នកដែលហ៊ាននិយាយរិះគន់រដ្ឋាភិបាលឲ្យក្នុងន័យស្ថាបនាសូម្បីតែរិះគន់ក្នុងន័យស្ថាបនាហ្នឹងក៏បញ្ញវន្តបណ្ឌិតស្រុកខ្មែរយើងលងលក់អស់ហើយយើងអាចជ័យធ្លាក់ទឹកហើយអើម៉ាយកទៅសងបញ្ញវន្តសំងំសុកទុកឲ្យស្រុកទេសនេះរងទុកវេទនាឥឡូវមានខ្លះមកវាជាក្តីសង្ឃឹមខ្លះដែររដ្ឋាភិបាលកែមិនកែក៏ប្រជាពលរដ្ឋគិតថាអូគេមានខ្មែរយើងមានអ្នកដែលគេស្រឡាញ់ជាតិគេមានអ្នកដែលហ៊ាននិយាយត្រូវចឹងដែរតើណាបញ្ញវន្តបណ្ឌិតអ្នកច្បាប់អីមិនតែអត់សោះស្លាប់អស់ហើយនេះគឺជាការផ្ដល់ក្តីសង្ឃឹមមួយដល់ប្រជាពលរដ្ឋ17លាននាក់បើទោះបីជាសង្ឃឹមតិចដូចខែរះស្ទើរលិចមិនដឹងព្រិចអីហ្នឹងក៏វាជាក្តីសង្ឃឹមបានខ្លះដែរលោកឡុងបញ្ញវុត្តសរសេរអត្ថបទដែលមានកម្រាស់ប្រហែលជា3ទំព័រដែលគួរឲ្យចាប់ចិត្តនៅសារព័ត៌មានកម្ពុជានៅថ្ងៃនេះហ្នឹងគឺគាត់សរសេរអំពីថាក្រមព្រហ្មទណ្ឌឆ្នាំ2009ក្រមព្រហ្មទណ្ឌយើងគឺចេញតាំងពីឆ្នាំ2009មកឥឡូវ2026ប្រហែលហើយបងប្អូន17ឆ្នាំហើយអត់បានកែប្រែអត់បានធ្វើអីសោះហើយរឿងដែលសរកម្មចិត្តមែនតើនៅក្នុងក្រមព្រហ្មទណ្ឌរបស់យើងគឺការដែលពលាតពង្រីកបទចោតប្រកាន់អ្នកណាក៏ដោយចាប់គេដាក់គុកគឺញុះញង់ទាំងអស់សារព័ត៌មានអន្តរជាតិសហគមន៍អន្តរជាតិអង្គការសហប្រជាជាតិសហរដ្ឋអាមេរិកប្រទេសចម្រុះនៅលើពិភពលោកស្នើថាការបញ្ចេញមតិមិនមែនជាបទឧក្រិដ្ឋទេវាគួរតែជាបទឧក្រិដ្ឋរដ្ឋប្រវេណីសម្របសម្រួលគ្នាទៅគឺថាយើងឲ្យតែស្អីញុះញង់ហើយញុះញង់ប៉ះពាល់សន្តិសុខជាតិញុះញង់ប៉ះពាល់សន្តិភាពសាធារណៈញុះញង់ប៉ះពាល់ដល់សុខសន្តិភាពសង្គមក្បត់ជាតិគឺញុះញង់ទាំងអស់ដល់អញ្ចឹងទៅគឺចាប់មនុស្សដាក់គុកឲ្យឡើងច្រើនអាណែកជាពិសេសគឺក្រុមគ្រប់គ្រងគណៈបកប្រឆាំងឬក៏អ្នកដែលមិនគ្រប់គ្រងរដ្ឋាភិបាលអ្នកដែលជាសកម្មជនបរិស្ថានការពារធនធានធម្មជាតិដូចក្រុមចលនាមេដាធម្មជាតិ5នាក់មានភួនកែវរស្មីមានឡុងកន្ធាមានលឹមលៀងហ៊ីមានថនរដ្ឋានិងមានលីចន្ទរាវុធមានក្រុមរបស់លោកស្រុនស្រនដែលកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីគ្រាន់តែមកនិយាយអំពីកម្ពុជារំលោភបំពានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីឲ្យស្ដារប្រទេសមានសិទ្ធិសេរីភាពឡើងវិញលោកស្រុនស្រននិងសភាជាប់គុកដល់ឥឡូវគម្រោង CLV ហ្នឹងមួយឡាវមួយវៀតណាមមួយខ្មែរហ្នឹងថាលុបចោលគម្រោងហ្នឹងទៅចោតប្រកាន់គ្នាពីរឿងរិះគន់គម្រោងហ្នឹងឥឡូវគម្រោងលុបចោលអង្គហេតុលែងមានអ្នកជាប់គុកនៅតែជាប់គុកដោយសារការពន្លាតច្បាប់យើងហ្នឹងឲ្យយឺតដូចកៅស៊ូហើយអ្នកណាផ្សេងទៀតលោកកម្មសខាជាប់ទោសពីក្បត់ជាតិជាប់គុកក្នុងផ្ទះ27ឆ្នាំអត់ឲ្យធ្វើនយោបាយលោករងឈុនធ្វើទុកបុកម្នេញលក់ឲ្យគាត់លក់ឡៃឡុងផ្ទះសម្បែងលាក់បណៃប្រាក់ហើយលើសល់ជាប់រឿងក្តីឲ្យមនុស្សច្រើនផ្សេងទៀតដែលនៅជាប់គុកជាប់ពន្ធនាគារហ្នឹងដោយសារតែបាត់ល្មើសដែលយើងបកស្រាយប្រយុទ្ធទៅថាស្អីក៏ញុះញង់នឹងដែរប៉ុន្តែលោកឡុងបញ្ញវុត្តគាត់និយាយចេះថាក្រមព្រហ្មទណ្ឌឆ្នាំ2009ដែលបានបម្រើជាឆ្អឹងខ្នងនៃប្រព័ន្ធយុតិធធម៌ព្រហ្មទណ្ឌអស់រយៈពេលជាង1ទសវត្សរ៍កន្លងមកនេះបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការរក្សាសន្តិភាពសង្គមនិងកំណត់គោលការណ៍នៃការផ្ដន្ទាទោសទោះជាយ៉ាងនេះក្តីបាទអ្នកច្បាប់រូបនេះនិយាយថាក្រោយរយៈពេលជាង10ឆ្នាំនៃការអនុវត្តបរិបទសង្គមនយោបាយនិងបច្ចេកវិទ្យាក៏បានផ្លាស់ប្ដូរយ៉ាងខ្លាំងអស់ហើយដែលធ្វើឲ្យការពិនិត្យឡើងវិញនៃក្រមនេះคล้ายជាការចាំបាច់ហេតុអីបានជាលោកឡុងបញ្ញវុត្តនិយាយថាការពិនិត្យឬក៏ធ្វើវិសោធនកម្មច្បាប់នេះជាការចាំបាច់ព្រោះអីប្រហែលថ្ងៃមុនហ្នឹងលោកកើតរឹតដែលជាមន្ត្រីក្រសួងយុតិធធម៌គឺរដ្ឋមន្ត្រីក្រសួងយុតិធធម៌និយាយអំពីតម្រូវការដែលត្រូវ
ពិនិត្យឡើងវិញនឹងកែប្រែច្បាប់នេះខ្ញុំសូមសរសើរលោកកើតរត់ដោយស្មោះស្ម័គ្រដែរព្រោះយើងកម្រមានរដ្ឋមន្ត្រីក្រសួងណាមួយដែលហ៊ានចង់ចេញកែប្រែច្បាប់ដើម្បីផ្ដល់សិទ្ធិសេរីភាពឲ្យប្រជាពលរដ្ឋណាព្រោះចង់តែរឿងងើបមួយវាយមួយប៉ុន្តែយើងដឹងអាងើបមួយវាយមួយហ្នឹងតិចទៀតអស់មនុស្សវាយតែគ្នាឯងតែឥឡូវចង់អស់មនុស្សវាយមែនហើយព្រោះអីចាប់គេដាក់គុកអស់ហើយសុកកំពុងតែបញ្ហាកលយុគបែបនេះហើយយើងនៅតែចាប់គ្នាដាក់គុកទៅទៀតនេះតើឈ្នះអីថៃអីវិញយើងមើលគេជួយជាតិសាសគេដើម្បីឲ្យវាយស្រោចមកខ្មែរយើងគឺខំគ្នាហែកគ្នាចាប់គ្នាដាក់គុកហើយតែយើងទៅដោះស្រាយអីឈ្នះគេប្រហែលជាដល់ពេលល្មមដែរអញ្ចឹងបានលោកឡុងបញ្ញវុฒิនឹងលើកឡើងអំពីសារៈសំខាន់ដែលថាត្រូវកែច្បាប់ខ្ញុំមិនអានអត្ថបទលោកទាំងអស់ទេក៏ខ្ញុំសង្ខេបថាចំណុចដែលលោកគិតថាជាការល្អគួរឲ្យកែប្រែនោះលោកនិយាយពីចំណុចមួយគឺភាពស្រពេចស្រពិលនៃនិយមន័យនៃបទល្មើសដែលហានិភ័យនៃការបកស្រាយហួសហេតុគឺដោយថាភាពស្រពេចស្រពិលគឺយើងបកស្រាយនៃចង្អៀតឲ្យតែចាប់គេហៅចាប់ច្រឡំសូវចាប់ច្រឡំកុំឲ្យលែងខុសណាអានេះធ្ងន់ធ្ងរមែនតើអញ្ចឹងនៅក្នុងចំណុចមួយហ្នឹងគឺលោកនិយាយពីគោលការណ៍មូលដ្ឋាននៃច្បាប់ព្រហ្មទណ្ឌសម័យទំនើបគឺគោលការណ៍នៃភាពច្បាស់លាស់នៃបទល្មើសបានន័យថាបទល្មើសមានភាពច្បាស់លាស់មិនចេះតែបកស្រាយទេប្រជាពលរដ្ឋគួរតែអាចដឹងបានជាមុនសកម្មភាពណាខ្លះអាចនាំឲ្យមានទោសព្រហ្មទណ្ឌប៉ុន្តែមាត្រាមួយចំនួននៃក្រមព្រហ្មទណ្ឌបច្ចុប្បន្នសរសេរដោយប្រើពាក្យពេចន៍ទូលាយពេកដែលអាចបើកចំហឲ្យមានការបកស្រាយខុសគ្នានិងផ្ដល់អំណាចឆន្ទានុសិទ្ធិធំធេងពេកដល់អាជ្ញាធរអនុវត្តច្បាប់ឧទាហរណ៍មាត្រា494អូយមាត្រានេះគឺដូចថាមនុយដែលហូបអីដែលប្រជាប្រិយជាងគេគឺនៅលើគេតែម្ដងបងប្អូនអាមាត្រា494ហ្នឹងនិង495គឺបទញុះញង់មកមនុយគឺអាមុខមហូបយើងគឺមានតែបទញុះញង់ចូលដល់ហាងហ្នឹងមិនបាច់ហៅអីចុចបិទភ្នែកទៅសុំមួយចានបទញុះញង់ចុចកន្លែងណាក៏បទញុះញង់ដែរអញ្ចឹងទៅគឺអាញុះញង់ហ្នឹងគឺពាក្យពេចន៍ហ្នឹងគឺវាបកស្រាយទូលាយដូចជាការបង្កភាពវឹកវរដល់សន្តិសុខសង្គមឬញុះញង់ដោយគ្មានការកំណត់និយមន័យច្បាស់លាស់លោកថាអាញុះញង់បែបអត់មាននិយមន័យច្បាស់លាស់ហ្នឹងវាធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋយើងដែលបញ្ចេញសិទ្ធិសេរីភាពហ្នឹងណាហើយមួយទៀតលោកខ្ញុំលើកអំពីតកតងនឹងទី5ចុះព្រោះលោកមានច្រើនចំណុចខ្ញុំចង់ឲ្យបងប្អូនទៅអានសារព័ត៌មាននៅកម្ពុជាហ្នឹងអំពីមតិរបស់លោកច្រើនជាងជាការលើកទឹកចិត្តឲ្យអានសារព័ត៌មាននៅក្នុងស្រុករបស់យើងផងកម្ពុជាគឺជាសារព័ត៌មានដ៏គួរឲ្យទុកចិត្តមួយនៅពេលដែលសារព័ត៌មានឯករាជ្យត្រូវគេបិទអស់សឹងអស់ហើយយូរទៅមានកម្ពុជាអីនៅរសារវិជ្ជាជីវៈគាត់បានល្អជួយគ្រប់គ្រងគាត់ផងការពារសិទ្ធិកោតកម្មនិងធ្វើបាតកម្មដោយសន្តិវិធីចំណុច5ដែលលោកលើកឡើងនេះគឺថាការតវ៉ារបស់កម្មករសហជីពឬសហគមន៍មូលដ្ឋានមិនគួរត្រូវបានបកស្រាយថាជាការបះបោរនោះទេលុះត្រាតែមានភស្តុតាងច្បាស់អំពីការប្រើប្រាស់ហិង្សាឬអាវុធសិទ្ធិនៅក្នុងការធ្វើកោតកម្មការធ្វើបាតកម្មដោយសន្តិវិធីគឺជាសិទ្ធិមូលដ្ឋានដែលត្រូវបានធានាដោយរដ្ឋធម្មនុញ្ញកម្ពុជាអ្នកច្បាប់រូបនេះនិយាយចឹងមាត្រា37ក៏ដកស្រង់រដ្ឋធម្មនុញ្ញធានាសិទ្ធិកោតកម្មមាត្រា31ទទួលសិទ្ធិសេរីភាពទទួលស្គាល់សិទ្ធិសេរីភាពនៅក្នុងការជួបជុំចែងនៅក្នុងបទទី21នៃកតិកាសញ្ញារបស់អន្តរជាតិស្តីពីសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយ ICCPR នៅក្នុងសង្គមដែលមានការគោរពនីតិរដ្ឋការតវ៉ាដោយសន្តិវិធីគួរត្រូវបានមើលឃើញថាជាផ្នែកមួយនៃការចូលរួមជាសាធារណៈមិនមែនជាការគំរាមកំហែងដល់រដ្ឋឡើយថ្ងៃណាបានលោកឡុងបញ្ញវុฒิឈរឈ្មោះជានាយករដ្ឋមន្ត្រីកម្ពុជាខ្ញុំបោះឆ្នោតឲ្យមុនគេហ្មងនេះព្រោះអីយើងកម្រមានអ្នកដែលជាបញ្ញវន្តហើយនិយាយត្រូវអញ្ចឹងហើយហ៊ាននិយាយវាកម្រមែនតែនដែលខ្ញុំថាឲ្យតែលឺគាត់និយាយម្ដងភ័យជំនួសគាត់ដែរថាតើគាត់អាចនិយាយបែបនេះយូរបានប៉ុណ្ណាណោះតែខ្ញុំមើលទៅរដ្ឋាភិបាលកម្ពុជាហាក់បីដូចជាដល់របត់មួយដោយអស់ជំរឿសដែរអស់ជំរឿសហ្នឹងគឺបានន័យថាចាប់ផ្ដើមប្រឡែងណាបងប្អូនដូចថាវាតឹងពេកចាប់ផ្ដើមប្រឡែងទៅយូរប្រឡែងលោកកិនភៀមួយទៅឲ្យហ៊ាននិយាយការពិតខ្លះទៅហើយចាប់ផ្ដើមប្រឡែងលោកឡុងបញ្ញវុฒิនេះឲ្យនិយាយលោកឡុងបញ្ញវុฒิមានហ៊ាននិយាយអញ្ចេះតាំងពីកាលមកបាត់មាត់
cái chọc tăng bị du ơi mà đai đuổi kia này tâm mà châu đào sầm máy đại miên xây kia này chùm lúc prom đan Campuchia Thái Campuchia to trọ mà tầm hơn ấy bạn khơi quan giấy này hay nhóm mình chấm po phải quan giấy pe na thế giấy pe na có xa to đại pe ní có xa to đài kim trong giấy trẻ còn bên tay lục long pan vật nó còn lục thì mình hiền giấy đã bị du hái nữa thọt càng nơi là cái đây mai có không quan giấy mà còn nó đất tâm mà lấy ní thế này bắt buôn đập năm ấy đập năm chứ nghe tâm mà lấy nênได้เคยกว่าlấy đậpไปลูกเฮียนใหญ่จังแต่คือบางเพลย์ลูกกันเพียนั่งเฮียนใหญ่คลาดได้จังแต่สมัยบัณฑิตปัญญวันไอ้ติดจับดามจังมาเอาเฉินคืนนี้มาบอกเงือบมวยไวมวยเงือบอ้อมดังไวเนยไกลนะดิอะไรนี่คือลูกบรรทอทาตัวชี้อย่างนี้ก็ได้การอนุวัตจะแสดงทำมิตราบุญรอยหาผมมวยดอนมิตราบุญรอย60ในกรมพรหมตอนแปะปอนหนึ่งกบประกามตระบานยกมาปราบราชิกาชลายตอบตัวหนึ่งกาต่อว่าคลาได้ดำใบชีเวียงกาบอสไลตัวลีเป็ดกรมพรหมตอนกอบใบตระบัญจะเอาฉบับในขนมวิเทียนวิสาตนกรรมทาตระเนียไอ้ดัชละเราเวียงกาประโมทปรมต่อว่าโดยสันเตวิธีหนึ่งกาบ้าเบาโดยปลาประหังซาหรืออาวุธประชังหนึ่งรอดอำนาจบ้าอันนั้นคือส้มสาวการเลือกลางปีปัญหานั้นเรื่องสารพิบนั้นคือมีนใจจังนะแต่ยืงบ่อยืดโดยกระสู้ตีอย่างยืดโดยกระสู้ลูกเมียนอนุสาสำหรับวิสาตนกรรมโดยต่อเตยตีมุ้ยพิบฉบับล้อในยมในเอาในยมในในฉบับล้อตีปีการเลือกแรงเอาโดยสุจริตเพียบคือเติมเมียนบัดปัญญาได้บรรเจทากาบรรเจมาเตะการีกาหรือการต่อว่าทัวลางโดยสุจริตดำใบกาปีประโยชน์สาธารณะเหมือนเติมบานจัดตกจีบัดละมุดปรุมตอนหนูเต้สกัดได้สันทานลูกทาฉบับปรุมตอนได้มีนคนแต่เพียบเหมือนแม้นจีฉบับได้ทัวไอพีจีปลอดภัยคลาดในโครงการนี่ยีกาเปิดหนูเต้ตัวแต่เว้นวิกู้แต่จีฉบับได้ถึงเนียนในเพียบฉบับล้อกาปีสัดสลับฉบับหนึ่งเลือกกำปั้วดำลาเพียบขนมสังคมประสันบาวิสาตนกรรมกรมปรุมตอนเลือกนี้อาจสำหรับบานโดยโกลกาแต่งนี้แมนุนะเวียนหนึ่งมันตรำแต่จิกากายปลายอัตบัตฉบับปนเตปันตายวิคลายจีจุมเฮียนดอสำคัญโครงการปึงเรื่องนิเทศรัฐหนึ่งการก่อสร้างตำนุจัดระบาดสาธารณชนหรือประป้อนยุติธรรมกัมพูชีบ่เพื่อบานโดยลูกลองปัญญวุฒิมีภาษาแมนนะเรื่องครุฑนาจราจรไอ้จองหอหน้าแต่ตัวข้อเตยไอ้นั้นก็บัดโดยไอ้ได้ให้นิเทศรัฐยืงหนึ่งสดามาเว้นไปเชียร์ประวัติหนึ่งมันสัตย์เสรีเพียบให้การต่อว่าโดยหังซักยุ่มเคยเนี่ยต่อว่าเรื่องไม่ได้ลุกลงปัญญาวัฒน์ถ้ากรมเอาโยกาต่อว่าเติบจวบเติมเปิดหังซ้ำโอ้ยกัมพูชีเก็บปากกายนะถ้าการต่อว่าโดยหังซาโดยสันติวิธีคือเจียกาถึงนี้โดยฉบับอะไรต่อว่าโดยหังซานั้นก็ประกราบได้นะปนตายยึดทลบเคยกลองเมาต่อว่าโดยหังซาซกเสียบแต่มีนกรมบาดใดตีใบนามองไปกระบาลគ្នាประกอบเชื่อมเปิดหังซาจับตั้งอ๋ออันนี้ก็เชื่อละบัดโคตรมวยดอกสมกกรุกเหมือนแต่เรื่องมีนบาดใดตีใบบาดใดตีบัวในนี่ยังโอ้ยใส่ก็มีได้ปันตายบองโปน่ะเลยนั่งเวียละบัดอ๋อนั่งเวียติดท่าวิจักกำเริญแล้วไปเชื่อปลอดดังอ๋อให้วิธีคือมีนตะกายตำรงบอดกายตำรงสลับtớiทำไมว่าขยมโจดอลพอดมีนอันตรจิตมาดองบองโปน่ะเอาให้ปอดเมียนจีดขยมสังขารตรำปนังปอดเมียนอันตรจิตคือขยมในเยี่ยมปีลูกตรำจองท่ากำปงพิจารณาบัดบรรจบสังเครียมในอิรังบัดบรรจบสังเครียมในอิรังไอ้เลือดสตาวิเมียนการปีมุนบอมโปเมนจำไม่แต่เป็นขยมซ้ายท่าลูกตรำท่าสังเครียมในอิรังนี่ฮะอาจตระกาเปลปีบุญแต่ปรำสัปดาห์บุญแต่ปรำสัปดาห์บันในทัชรานบันพดปรำสัปดาห์ปัจจัยทั้งไงมาสามินี้คือเนี่ยนอมเปียสตาวิเมียนเนี่ยสไลคาโรไลน์เลวิตบานบัญเจปรับเนี่ยซาปอร์เมียนท้าสังเครียมในอิรังอาจบรรจบปีบุญเตอร์ประมุยสัปดาห์บอมปนประจำนะลางมวยสัปดาห์ที่ไรกาปีมุนบุญเตอร์ปรำสัปดาห์ไอ้เลยนี่อาจปีบุญเตอร์ประมุยสัปดาห์เปียได้กอดปลาแมนจะแต่ร้อนนะเก้โดยเฉพาะวิอาจถือกาเปบเรียบันทายบอมปนบอกความไทยมาสัปดาห์ติดโดยชื่อเหมือนชื่อแวงง่ายเลือกเนี่ยมาตัดมันเนี่ยผู้รัสเซียทาไวอุยไกรนะแต่มาเพ่ยบุญเมาไงเลยมาดอนนี่บุญชนำเชียงไอ้บอมปนเหมือนทำมาเพ่ยบุญมาบุญชนำเชียงทาไวอุยไกรเนาะใบขนมมาเพ่ยบุญเมาจังยืงแบบว่าสมานได้ปรุสังเครียมไปคละยืงมือตีขนมเกมันอ๋อเนยรังนี่นะแบบมาดอนเมาเนี่ยเบอร์ยืงนี่ยี่เชียเอาสรุปสดับ
គឺវាខ្ទេចខ្ទីអស់ហើយអ៊ីរ៉ង់បាត់អស់អាប្រព័ន្ធកញ្ជ្រួចការពារគាត់ជាពិសេសដែនទឹកគាត់គឺខ្ទេចហើយសមុទ្រនឹងគឺកប៉ាល់ចម្បាំងរបស់អ៊ីរ៉ង់គឺលិចនៅបាតសមុទ្រទាំងអស់ហើយអានឹងគឺជាអង្គហេតុពិតព្រោះអាមេរិកបាញ់កំទេចលិចដល់បាតទឹកអស់ហើយសំបីតានាវាស្អីក៏ដោយគឺបាញ់ម៉ត់ហើយយន្តហោះបដិញរបស់អ៊ីរ៉ង់ក៏ម៉ត់អស់ដែរខ្ទេចខ្ទីអស់ដែរអត់មានទេនៅតែ drone ហើយនឹងប្រព័ន្ធមីស៊ីលទេដែលបាញ់ពីក្នុងដីប្រព័ន្ធទាំងអស់នេះក៏អាមេរិកកំពុងកំទេចជាបដាបដាដែរអញ្ចឹងហើយបានជាថ្ងៃនេះលោកត្រាំគាត់និយាយរឿងពីរដែលគួរឲ្យចាប់អារម្មណ៍ទី1គាត់ថាកំពុងតែបិទបញ្ចប់សង្គ្រាមនៅអ៊ីរ៉ង់នេះបិទបញ្ចប់បានន័យថាម៉េចបងប្អូនដូចតែយើងកំពុងតែបើកឡានកំពុងតែរបឿនលឿនអញ្ចឹងណាអញ្ចឹងបានន័យថាយើងបន្ថយម៉ូតូអញ្ចឹងយើងបន្ថយ gear យើងបន្ថយដៃមកដើម្បីឲ្យវាថយលឿនទៅរកទីបញ្ចប់មិនមែនជន់ហ្វ្រាំងងក់ឲ្យឈប់ចឹងទេអញ្ចឹងគាត់កំពុងថាបន្ថយ gear ហើយដើម្បីឲ្យសង្គ្រាមនេះឆាប់ចប់ប៉ុន្តែនៅក្នុងពេលដែលគាត់ថាសង្គ្រាមនឹងឆាប់ចប់អ្នកស្រីនៅសេតវិមាននេះគឺនាំពាក្យរបស់រដ្ឋាភិបាលលោកត្រាំនេះគាត់ថាអាចត្រូវការពេល4ទៅ6សប្តាហ៍អូខេ4ទៅ6សប្តាហ៍ក៏មិនអីដែរតែយើងមើលឃើញសង្គ្រាមនៅអ៊ីរ៉ង់នេះគឺវាចាប់ផ្ដើមថយទៅអញ្ចឹងមែនហើយដោយសារតែការបាញ់ប្រហារគឺភាគច្រើន